យាយវិថាមកសើមិញខំគូមកគូអីនឹងគេដែរតែគ្មានណាគេមើលតែឆ្មាពីក្រោយខ្នងខ្ញុំនេះអ្នកខ្លះវិញចៃមិនដាច់ថានឹងឆ្មាមែនតែដូចកតុកតានាំគ្នាមកស្ទាបមកអែពេញនឹងឯងមេអាប់ Halloween របស់ខ្ញុំគឺខ្ញុំយកតាមរូបមួយនេះហើយសំខាន់ណាស់គឺខ្ញុំយកជាមួយនឹងពណ៌កលនេះមកឡើងដូចបោះគេបែដាក់ហ្មងបាននិយាយពីរបៀបគូវិញក៏មានពិបាកទេអ្នកគ្នាគឺខ្ញុំយកជាមួយនឹងជក់ទូចមួយមកហើយយើងគូតាមតែរូបរបស់គេនឹងទៅមានជាមួយនឹងផ្កាប្លោះគឺស្រួលមែនតែហ្មងប្រើបានទាំងភ្នែកពណ៌បបោមាត់ហើយថែមទាំងយើងអាចយកទៅធ្វើជា cosplay អីបានទៀតពេលដែលខ្ញុំគូហើយខ្ញុំយក eyeliner មកគូតាមគៀនបន្ទាប់មកដាក់ជាមួយម្សៅហុយដើម្បីឲ្យវាជាប់ហើយយកជាមួយនឹងពណ៌ដដែលហ្នឹងយកវាមកលាបនៅខាងក្នុងថើយទៅគឺស្អាតមែនតែហ្មងអ្នកគ្នាអូខេចឹង make up របស់ខ្ញុំគឺដល់នៅអ្នកគ្នាហើយ outfit សម្រាប់ Halloween របស់ខ្ញុំគឺបែបនេះអ្នកគ្នានេះខ្ញុំចេះតែកំងមកពាក់ទៅចានឹង mode ស្អីទេបន្ទាប់ពីបានរៀបចំហើយជួបជុំគ្នាក៏បាននាំគ្នាទៅញ៉ាំអីសិនដោយសារម្នាក់អត់តមិនញ៉ាំអីសោះចាណាគេមើលទៅយប់ចំកន្លែងហ្នឹងអីដឹងឃ្លានហើយអូយឡើងទៅនងហ្មងហ្នឹងហើយដល់គ្នាទៅគឺពេលហ្នឹងឃ្លានខ្លាំងមែនខ្ញុំញ៉ាំយកប្រញាប់ទៅ pub street រសាររៀងយប់ដែរពេលដែលមកដល់ pub street ហ្នឹងឯងនិយាយទៅគឺមនុស្សច្រើនមែនតើហើយឃើញមកឆោប្រភេទអ្នកគ្នាទៅចឹងសប្បាយមើលមុខគេតែអ្នកគ្នាអ្នកខ្លះវិញគាត់គូឡើងដូចមែនតែមើលទៅប៉ិតហ្មងមកជាមួយនឹងមិត្តភក្តិខ្ញុំហើយនឹងប្អូនស្រីប្អូនប្រុសខ្ញុំអ្នកគ្នាបន្តបានថតជាប់ទាំងអស់ទេតពីដើរហត់ហើយនាំគ្នាមកញ៉ាំក្រែមឆាម្ដងទៀតទៅម្សិលមិញហ្នឹងមានអ្នកហៅខ្ញុំច្រើនមែនតែពេលខ្ញុំជិះម៉ូតូប៉ុន្តែខ្ញុំអត់បាន hello វិញទេដោយសារម៉ូតូរបស់ខ្ញុំហ្នឹងសាក់តែប្លែងដែរគឺហោះទៅមុខប្រាវលើហើយខ្ញុំពិតជាអធិស្ឋានមែនតែចំពោះបងប្អូនណាដែលគាត់ខំ hello ដាក់ខ្ញុំហើយខ្ញុំវិញបានតែខ្ញុំទេអត់បាន hello វិញហ្នឹងមិនរឹកមែនអីទេតែប្លែងណៃហ្នឹងគឺវាចប់ហើយព្រោះផ្លូវមិនសមស្ទះពេក